សួស្តីបងប្អូនទាំងអស់គ្នាខ្ញុំគឺជាអ្នកផ្សាយអេសុននីនៃក្រុងសង់ជូដែលនាំមកជូនព័ត៌មានចម្រុះអំពីសង់ជូថ្ងៃនេះខ្ញុំនឹងប្រាប់ព័ត៌មានជាមូលដ្ឋានដែលចាំបាច់ខ្លាំងសម្រាប់បងប្អូនដែលទើបចាប់ផ្ដើមជីវិតថ្មីនៅសង់ជូកាលពីពេលមុនយើងខ្ញុំបានសិក្សាអំពីប្រព័ន្ធកម្មកររដូវកាលបរទេសនិងតម្រូវការនៃការធានារ៉ាប់រងធានាប្រាក់ខែមិនបង់ថ្ងៃនេះយើងខ្ញុំនឹងណែនាំអំពីនីតិវិធីចុះឈ្មោះក្នុងការធានារ៉ាប់រងធានាប្រាក់ខែមិនបង់ដំបូងដើម្បីចុះឈ្មោះការធានារ៉ាប់រងត្រូវអនុវត្តនីតិវិធីយល់ព្រមព័ត៌មានផ្ទាល់ខ្លួនរបស់និយោជកចូលទៅកាន់គេហទំព័រ SJCU ធានារ៉ាប់រងបន្ទាប់មកជ្រើសរើសមើលនុយយល់ព្រមព័ត៌មានផ្ទាល់ខ្លួនបញ្ចូលឈ្មោះនិងលេខអត្តសញ្ញាណប័ណ្ណរួចធ្វើការផ្ទៀងផ្ទាត់អត្តសញ្ញាណការផ្ទៀងផ្ទាត់អត្តសញ្ញាណអាចធ្វើបានយ៉ាងងាយស្រួលតាមរយៈការផ្ទៀងផ្ទាត់ PASS ឬការផ្ទៀងផ្ទាត់តាមសារនៅពេលការយល់ព្រមព័ត៌មានផ្ទាល់ខ្លួនបញ្ចប់ទីក្រុងសាន់ជូនឹងផ្ដល់លេខកុងត្រាការងារដល់និយោជកការណែនាំនឹងត្រូវបានផ្ញើតាមសារបន្ទាប់មកនិយោជកអាចចុះឈ្មោះតាមអនឡាញឬដោយផ្ទាល់ចុះឈ្មោះក្នុងការធានារ៉ាប់រងធានាប្រាក់ខែមិនបង់នៅពេលចុះឈ្មោះការធានារ៉ាប់រងបញ្ចប់វិញ្ញាបនធានារ៉ាប់រងនឹងត្រូវបានចេញប្រព័ន្ធធានាសម្រាប់ការងាររបស់កម្មកររដូវកាលនឹងត្រូវបានរៀបចំដើម្បីឲ្យកម្មកររដូវកាលបរទេសនិងក៏ស្ថានអាចធ្វើការបានដោយសុវត្ថិភាពជាមួយគ្នាសូមពិនិត្យមើលនីតិវិធីចុះឈ្មោះការធានារ៉ាប់រងឲ្យបានច្បាស់លាស់ការចាប់ផ្ដើមថ្មីនៅសង់ជូព័ត៌មានអេសង់ជូនឹងរួមដំណើរជាមួយបងប្អូនជានិច្ច